តលេងវាលវែងភ្នំ1005បងប្អូនមិនគួររំលងរីសតមួយកន្លែងនេះទេដែលខ្ញុំហ៊ាននិយាយថានេះគឺជាឋានសួគ៌ក្រោមមេឃតែម្ដងដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ក៏មានជាម្ហូបបែបស្រុកស្រែឆ្ងាញ់ធម្មជាតិសម្រាប់បងប្អូនទាំងអស់គ្នាផងដែរហើយនេះគឺជាទិដ្ឋភាពតាមផ្លូវដែលពួកយើងធ្វើដំណើរទៅកាន់រីសតដំណាក់ម្លិះស្ថិតនៅក្នុងស្រុកវាលវែងបងប្អូនទាំងអស់គ្នាដោយខេត្តនេះគឺពិតជាមានទេសភាពស្អាតមែនទែននិយាយរួមទៅរុក្ខជាតិនៅជុំវិញរីសតគឺពណ៌បៃតងខៀវខ្ចីស្រងាត់តែម្ដងហើយបរិយាកាសក៏ស្ងប់ស្ងាត់ល្អហើយបើនិយាយពីទីតាំងវិញកាន់តែអំណោយផលគឺស្ថិតនៅលើចង្កេះភ្នំដែលយើងអាចមើលទៅទិដ្ឋភាពដ៏ឆ្ងាយសែនស្អាតតែម្ដងហើយសម្រាប់ថ្ងៃដែលពួកខ្ញុំទៅលេងនេះគឺបានស្នាក់នៅក្នុងតង់បាល់ដែលយើងអាចមើលទិដ្ឋភាពពីលើភ្នំទៅស្អាតមែនទែនហើយល្ងាចឡើងយើងអាចនាំក្មេងៗមកលេងកន្លែងកម្សាន្តក៏ដូចជាជិះម៉ូតូកង់4របស់ខាងរីសតហ្នឹងដើរលេងតាមភូមិឬក៏តាមតំបន់ចំការនៅក្នុងកន្លែងដែលនៅជិតរីសតនឹងបានផងដែរហើយក៏មានជាភ្នំដែលយើងអាចមើលទៅខៀវខ្ចីស្រងាត់ហើយល្ងាចឡើងយើងក៏អាចយកម៉ូតូកង់4នឹងជិះដើរលេងតាមផ្លូវមើលទិដ្ឋភាពភ្នំទិដ្ឋភាពព្រៃឈើដ៏ស្រស់ស្អាតឬក៏យើងអាចជិះម៉ូតូចូលទៅក្នុងភូមិឬក៏ទៅលេងកន្លែងទឹកធ្លាក់ដែលនៅជិតនឹងបានផងដែរហើយនេះគឺខ្ញុំបានធ្វើដំណើរមកក្នុងភូមិដើម្បីទិញទុរេនពីអ្នកស្រុកវាលវែងថ្មដាហ្នឹងបងប្អូនបាទទុរេនរបស់គាត់គឺប្រភេទម៉ាន់ថងល្អផ្លែមូលតលតែម្ដងនៅខាងស្រុកវាលវែងហើយតម្លៃក៏ធូរថ្លៃដែរបងប្អូនទាំងអស់គ្នាហើយនេះបន្ទប់ជម្រើសផ្សេងមួយទៀតដែលបងប្អូនអាចមានច្រើនជម្រើសជាតង់ក៏មានដែរបងប្អូនបាទហើយខាងនេះវិញគឺជាជម្រើសផ្ទះឈើដែលយើងអាចឡើងទៅលេងនៅលើប៉មដំបូលនឹងបានយើងអាចមើលទេសភាពពីលើផ្ទះដែលយើងគេងនេះទៅបានហើយរួមទៅកន្លែងគេងរបស់គាត់គឺផ្ដោតទៅលើធម្មជាតិតែម្ដងគឺមានផ្ទះដែលនៅក្នុងចំការក៏ដូចជាមានបឹងកាឡូដែលបងប្អូនអាចមកគេងជាលក្ខណៈគ្រួសារធំអាចនៅជិតគ្នាបានអាចជប់លៀងជុំគ្នាអាចឈៀលជាមួយនឹងធម្មជាតិបានដាក់អីច្រៀងខារ៉ាអូខេមួយអេមតែម្ដងដោយសារតែគាត់ធ្វើដាច់ដោយឡែកពីគ្នាហើយល្ងាចឡើងបងប្អូនក៏អាចងូតទឹកនៅក្នុងកូនអាងទឹកនៅជិតតង់របស់បងប្អូនទាំងអស់គ្នាដែលគាត់បានរៀបចំហ្នឹងជាមួយនឹងការមើលថ្ងៃលិចដ៏ស្រស់ស្អាតហើយបើនិយាយពីម្ហូបអាហារនៅក្នុងរីសតរបស់គាត់វិញបងប្អូនគឺមាន់ស្រែគឺចំមាន់ស្រែតែម្ដងហើយនិយាយពីរសជាតិគឺអេមតែម្ដងដោយសារតែនេះគឺខ្ញុំទៅជាលើកទី2ហើយគឺមិនដែលរំលងជាមួយនឹងមាន់ដុតស្រែរបស់គាត់នេះទេហើយក៏មានជាប្រហុកជ្រលក់បន្លែស្រស់ហើយយើងឈៀលជាមួយនឹង Gangsbird Snow ត្រជាក់អីនេះទៀតមកកាន់តែអេមតែម្ដងហើយជាមួយនឹងអាកាសធាតុស្ងប់ស្ងាត់ត្រជាក់ស្ដាប់សំឡេងសត្វយំពេលយប់សំឡេងចង្រិតអីហ្នឹងយើងញ៉ាំជាមួយនឹងសាច់អាំងអូបងប្អូននិយាយថាពីជាតិនោះជាតិហើយក៏មានជាសាច់គោឡើងភ្នំជាមួយនឹងបន្លែស្រស់ទឹកជ្រលក់គាត់ក៏ឆ្ងាញ់ដែរបងប្អូនបាទហើយទិដ្ឋភាពពេលយប់បងប្អូនមើលទៅគឺគាត់បើកភ្លើងមើលទៅស្រស់ស្អាតតែម្ដងហើយបើនិយាយពីសម្រស់ទិដ្ឋភាពព្រឹកឡើងវិញគឺមេឃមានធ្លាក់សន្សើមធ្វើឲ្យរុក្ខជាតិផ្កានៅជុំវិញរីសតអីហ្នឹងគឺកាន់តែស្រស់ស្អាតមួយបែបទៀតហើយត្រជាក់ពេលព្រឹកចុះសន្សើមបែបនេះជាមួយនឹងបបរសក្តៅជាមួយនឹងត្រីប្រឡាក់ត្រីអីរបស់គាត់គឺអេមតែម្ដងបងប្អូនទាំងអស់គ្នាគឺគាត់រៀបចំឲ្យយើងមួយកំប្លេតែម្ដងហើយយើងអាចទៅថតរូបលេងនៅពេលព្រឹកអីចឹងទៅនៅក្នុងបរិវេណរីសតរបស់គាត់ដោយសារតែរីសតរបស់គាត់គឺធំខ្លាំងណាបងប្អូនអាចដើរលេងតាមសួនថតរូបថតអីចឹងទៅបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់កក់បន្ទប់អាចតាក់ទងតាមលេខ Telegram ខាងលើជាមួយនឹង link page ក៏បានដែរអរគុណជម្រាបលា